កម្ពុជាដំណើរឈានឆ្ពោះទៅរកសេដ្ឋកិច្ច Digital និងភាពរឹងមាំព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតនៅលើរបត់ផ្លាស់ប្ដូរដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើកសិកម្មបែបប្រពៃណីយើងបាននឹងកំពុងបោះជំហានយ៉ាងលឿនឆ្ពោះទៅរកការធ្វើទំនើបកម្មប៉ុន្តែតើអនាគតសេដ្ឋកិច្ចកម្ពុជាក្នុងយុគសម័យទំនើបនឹងទៅជាយ៉ាងណាថ្ងៃនេះយើងនឹងជជែកអំពីសសរស្តម្ភសំខាន់ដែលនឹងរុញច្រានកម្ពុជាឲ្យក្លាយជាខ្លាអាស៊ីសាជាថ្មីបដិវត្តន៍ Digital និងបច្ចេកវិទ្យាសសរស្តម្ភទី1គឺសេដ្ឋកិច្ច Digital ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 កម្ពុជាមិនគ្រាន់តែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែយើងកំពុងក្លាយជាអ្នកបង្កើតតាមរយៈក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital 2021-2035 យើងនឹងឃើញមានការប្រែប្រួលដូចជាការទូទាត់គ្មានសាច់ប្រាក់ប្រព័ន្ធបាគងនិង QR Code នឹងក្លាយជាស្តង់ដារសកលរដ្ឋាភិបាល Digital សេវាសាធារណៈនឹងមានភាពរហ័សតម្លាភាពនិងកាត់បន្ថយអំពើពុករលួយ Startup Ecosystem យុវជនខ្មែរនឹងបង្កើតកម្មវិធីទូរស័ព្ទនិងបច្ចេកវិទ្យា AI ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ការធ្វើពិពិធកម្មឧស្សាហកម្មនិងហេដ្ឋារចនាសម្ព័ន្ធសសរស្តម្ភទី2គឺការផ្លាស់ប្ដូរពីឧស្សាហកម្មកាត់ដេរទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់អនាគតកម្ពុជានឹងមិនមែនមានតែរោងចក្រកាត់ដេរនោះទេប៉ុន្តែវាគឺជាមជ្ឈមណ្ឌលដំឡើងគ្រឿងអេឡិចត្រូនិកនិងគ្រឿងបន្លាស់រថយន្តការកែច្នៃកសិផលយើងនឹងនាំចេញផលិតផលសម្រេចមិនមែនគ្រាន់តែជាវត្ថុធាតុដើមហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវល្បឿនលឿនប្រលានយន្តហោះអន្តរជាតិភ្នំពេញនិងគម្រោងប្រជែកហ្វូណនតេជោនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលធ្វើឲ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌល Logistics ក្នុងតំបន់អាស៊ានការអភិវឌ្ឍធនធានមនុស្សនិងសេដ្ឋកិច្ចបៃតងទោះជាមានបច្ចេកវិទ្យាទំនើបយ៉ាងណាក៏មិនអាចខ្វះធនធានមនុស្សបានដែរអនាគតកម្ពុជាគឺស្ថិតនៅលើការអប់រំជំនាញទន្ទឹមនឹងនោះសេដ្ឋកិច្ចបៃតងនឹងដើរតួនាទីសំខាន់ការវិនិយោគលើថាមពលកកើតឡើងវិញដូចជាពន្លឺព្រះអាទិត្យនិងខ្យល់នឹងជួយឲ្យកម្ពុជាមានចីរភាពសេដ្ឋកិច្ចនិងចូលរួមការពារបរិស្ថានពិភពលោកនេះគឺជាការទាក់ទាញវិនិយោគិនលំដាប់ពិភពលោកដែលយកចិត្តទុកដាក់លើបរិស្ថានបញ្ហាប្រឈមនិងដំណោះស្រាយពិតណាស់ផ្លូវទៅរកភាពជោគជ័យមិនមែនរលូនជានិច្ចនោះទេយើងនៅតែមានបញ្ហាប្រឈមដូចជាគម្លាតចំណេះដឹងនិងការប្រកួតប្រជែងជាសកលប៉ុន្តែតាមរយៈស្មារតីសហគ្រិនភាពរបស់ប្រជាជនខ្មែរនិងការកែតម្រង់ស្ថាប័នយ៉ាងមុតស្រួចយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជំនះរាល់ឧបសគ្គទាំងនេះសរុបមកអនាគតសេដ្ឋកិច្ចកម្ពុជាក្នុងយុគសម័យទំនើបគឺជាសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹងបច្ចេកវិទ្យានិងភាពច្នៃប្រឌិតក្នុងនាមជាពលរដ្ឋយើងម្នាក់ៗគឺជាចំណែកមិនអាចខ្វះបានក្នុងការកសាងអនាគតនេះចក្ខុវិស័យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050មិនមែនជាសុបិនទៀតទេប្រសិនបើយើងចាប់ផ្ដើមពង្រឹងសមត្ថភាពតាំងពីថ្ងៃនេះ